Hello សួស្តីបងប្អូនអរគ្នានេះគឺជា Oasis Villa នៅ Boray William បងប្អូនបានឃើញនេះគឺជាទិដ្ឋភាពពេលល្ងាចខ្ញុំថតបង្ហាញបងប្អូនអរគ្នាម៉ូដនេះស្អាតមែនទែនបងប្អូនអរគ្នាខ្ញុំបង្ហាញបងប្អូនតិច Wow cool ខ្ញុំបង្ហាញតែពេលថ្ងៃប៉ុណ្ណាពេលយប់នេះគឺស្អាតនេះមិនយប់ពេកទេល្ងាចដែរបងប្អូនមួយចំនួនគាត់ឆ្ងល់ថាអូនម៉ូដស្អាតអញ្ចឹងតម្លៃតិចថ្លៃអូននេះបាទបងប្អូនអរគ្នាបើនិយាយតម្លៃវិញប្រហែលជាអាចទទួលយកបានថងថាតម្លៃតែ30ជាងទេខ្ញុំធានាថាបងប្អូនទទួលបានម៉ូដស្អាតបែបនឹងទំហំអីគឺអែមអញ្ចឹងហើយនេះគឺខាងក្នុងនេះបងប្អូនគឺ living room បន្ទប់នេះគឺធ្វើពិសេសមែនទែនសម្រាប់បងប្អូនអរគ្នាដែលគាត់មកពេលល្ងាចសម្រាប់ជួបជុំគ្រួសារមាន loft នៅខាងលើមើលកូនអង្គុយលេងនៅខាងក្រោមមើលទូរទស្សន៍លេងហ្គេមជួបជុំគ្រួសារខាងម្ដាយចម្អិនម្ហូបលេងម៉ាក់ចម្អិនម្ហូបនេះហើយកន្លែងនេះញ៉ាំបាយហើយមានបន្ទប់ទឹកហើយមានកន្លែងបោកគក់ហើយមានបន្ទប់ខាងក្នុងនេះមួយទៀតវ៉ាវស្អាតមែនទែនហើយមាន view ទៅខាងក្រៅសេហាយមួយអ្នកចិត្តខាងបានខ្ញុំចង់បង្ហាញបងប្អូនតិចវ៉ាវនេះគឺស្អាតទេបងប្អូនអរគ្នាទីតាំងគឺយើងនៅក្បែរកន្លែងមន្ទីរពេទ្យដេជោសន្តិភាពទេណាហើយបងប្អូនមើលអូវ៉ាវស្អាតមែនតើខ្ញុំជួយចិត្តម៉ូដនឹងខ្លាំងនិយាយទៅម៉ូដនៅបរិយាវិលៀមគឺស្អាតប្លែកហ្មងណាហើយនៅខាងក្រោយគេមានសាលspace អញ្ចេះយើងមានសួនមានអីគេអូកលុកកលាក់គេលយមែនតើគេស្អាតខ្លាំងណាហើយបើកភ្លើងទៅជាមកបងប្អូនឃើញស្អាតតោះឥឡូវយើងទៅខាងលើតិចតាមពិតមកល្ងាចចេះមើលទៅទេសភាពមួយយ៉ាងពីពេលថ្ងៃពូបងប្អូនមួយចំនួនគាត់ធ្លាប់តែឃើញផ្ទះហ្នឹងនៅពេលថ្ងៃតែពេលយប់អត់ដែលសូវឃើញណាអូខេនៅគឺ loft loft នេះគឺមានអត្ថប្រយោជន៍របស់កន្លែងហ្នឹងគឺបងប្អូនអាចច្នៃជា gym ក៏បានយើងច្នៃជាកន្លែងអង្គុយលេងសម្រាប់មេគ្រួសារក៏បានគឺស្អាតខ្លាំងមែនទែនហើយនេះមានចដាម៉ូដកាច់ខាងក្រោមហើយយើងមើលទៅគ្រួសារយើងកំពុងតែអង្គុយនៅកន្លែងនេះហើយមាន lighting ចេះទៀតវ៉ាវស្អាតមែនទែនហើយនេះបើកាន់ដៃមាំអូខេឥឡូវយើងមើលបន្ទប់គេវិញម្ដងអូខេស្អាតអត់បងប្អូនអរគ្នាខ្ញុំធានាថាស្អាតពេលបងប្អូនបានមកឃើញផ្ទាល់ព្រោះខ្ញុំឃើញផ្ទះនឹងរាល់ថ្ងៃខ្ញុំចង់ស៊ាំអីបណ្ដៃបងប្អូនមួយចំនួនដែលឃើញអាចជើញទៅមើលបានបើខាងក្នុងវិញបន្ទប់ទឹកគេវ៉ាវសន្តាគារដូរឯងបងប្អូនអរគ្នាធានាអញ្ចឹងបងអូខេនេះគឺផ្ទះដែលយើងត្រៀមបកគលឲ្យភ្ញៀវណាមានម៉ាស៊ីនត្រជាក់មាននិយាយទៅគឺ include អញ្ចឹងហ្មងដល់ជូនអញ្ចឹងហ្មងឥឡូវយើងទៅមើលកន្លែងនេះវិញម្ដងនេះគេហៅwalk in closet យើងរៀបចំទូតាំងមួយចំហៀងប្តីមួយចំហៀងប្រពន្ធដាក់គ្រឿងអលង្ការនៅកណ្ដាលគឺអែមតោះឥឡូវយើងទៅខាងលើវិញម្ដងអូខេតែនខ្ញុំទៅខាងលើទីសិនបងប្អូនអរគ្នាវ៉ាវគេពលឺឆ្លុះតិចស្អាតខ្លាំងហើយមើលម៉ាតទេសក្បោះគឺអត់ងាយចាក់ទេនិយាយទៅគឺម៉ាតនេះតាមមកជីវិតហ្មងតកូនតចាស់ឥឡូវយើងទៅមើលខាងលើវិញវ៉ាវនេះគឺជាបន្ទប់កូនបងប្អូនមានកូនស្រីកូនប្រុសអីយើងអាចលៃលកបានបន្ទប់នេះតូចល្មមមានកូនសមាជិកគ្រួសារល្មមតូចល្មមយើងអាចឲ្យគាត់មកtừខាងលើហើយមានបន្ទប់ទឹកនៅកន្លែងនេះមួយវ៉ាវនេះគាត់អញ្ចឹងមកនិយាយទៅបងប្អូនអរគ្នាអូខេឥឡូវខ្ញុំទៅខាងនេះវិញអូយអ្នកដែលគាត់ស្រឡាញ់ការធ្វើការនៅ relax មាន storage មានអីទៀតអញ្ចឹងផ្ទះនេះកម្ពស់ខ្ពស់ជាងគេនៅបរិយាវិលៀមអញ្ចឹងយើងអាចមើលទៅទេសភាពខាងមុខវ៉ាវអ្នកចិត្តខាងក៏ល្អ
ទីតាំងអត់ឆ្ងាយអញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់ម៉ូតហ្នឹងយើងអាចមក consider បានមើលបាននៅមានមួយចំណុចទៀតខ្ញុំចង់បង្ហាញបងប្អូនអរគ្នាគឺកន្លែងនេះនឹងគេហៅអីគេបងប្អូនអរគ្នាគឺវេរ៉ង់ដាអញ្ចឹងអ្នកដែលស្រឡាញ់គេហៅ space បែបលក្ខណៈឯកជនណាគឺខ្ញុំណែនាំផ្ទះនេះមែនទែនហ្មងមកស្រុកខ្មែរនៅក្នុងពេញគឺម៉ូតហ្នឹងគឺពិសេសខុសគេតោះថាអ្វីរងដានហ្នឹងគឺធំជាងគេតែហ្មងបងប្អូនអរគ្នាដែលគាត់ស្រឡាញ់ម៉ូតហ្នឹងគឺកុំភ្លេចផ្ទះនេះគឺវេរងដាធំមកបងប្អូន50ការ៉េជាងអត់ដែលមានទេនៅកន្លែងនេះយើងអាចរៀបចំអីផ្សេងបានច្រើនណាគឺខ្ញុំជួយចិត្តឲ្យបងប្អូនដែលគាត់ស្រឡាញ់ម៉ូតហ្នឹងយើងអាចរកមើលបានព្រោះទីនេះគឺមានផ្ទះហ្នឹងគឺគួរសមហើយលក់ដាច់ទៀតអញ្ចឹងបងប្អូនដែលគាត់ស្រឡាញ់ម៉ូតហ្នឹងហើយភ្ជាប់សម្ភារៈរួចជាស្រេចឬក៏ស្រឡាញ់ម៉ូតផ្សេងទៀតនៅបរិយាវលៀមយើងអាចមើលបានផ្ទះគាត់នេះកែងcool មែនទេនេះដើមស្មៅអត់ទាន់បានរួចរាល់គេហៅតាន់បានស្រោចទឹកឲ្យវាឡើងខ្ចីអីផងមិនដែលមើលទៅទេសភាពមួយអែបងប្អូនអរគ្នាទីតាំងវិញនៅក្បែរនឹងសានសុកបើយើងជិះពី EON មកប្រហែលជាតុង25នាទីយើងមកដល់ទីតាំងបរិយាវលៀមហើយយើងនៅក្បែរនឹងវត្តភ្នៀតបងប្អូនអរគ្នាអញ្ចឹងបើសិនជាបងប្អូនស្រឡាញ់ម៉ូតហ្នឹងឬក៏ម៉ូតផ្សេងទៀតអាចមកមើលបាននៅបរិយាវលៀមអរគុណច្រើន